ពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ការរយៈបរិច្ឆេទឆ្នាំ2024និងបណ្ដាឆ្នាំពាក់ព័ន្ធរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍នៅថ្ងៃច័ន្ទទី17ខែវិច្ឆិកាឆ្នាំ2025នេះឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍និងឯកឧត្តមឧត្តមសេនីយ៍ឯកងួនស្រេងអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ការរយៈបរិច្ឆេទឆ្នាំ2024និងបណ្ដាឆ្នាំពាក់ព័ន្ធរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ដែលប្រារព្ធនៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តរប្រវេសន៍ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករងអន្តរប្រវេសន៍ឯកឧត្តមអគ្គនាយករងសវនកម្មផ្ទៃក្នុងលោកស្រីប្រធាននាយកដ្ឋានលោកស្រីអនុប្រធាននាយកដ្ឋាននាយការិយាល័យនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់និងប្រតិភូសវនកម្មផ្ទៃក្នុងពាក់ព័ន្ធសរុបចំនួន147នាក់ជាកិច្ចចាប់ផ្ដើមលោកវីរៈស្នេហ៍តូជុំខុនរដ្ឋានាយការិយាល័យនិងជាសមាជិកក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុងឡើងអានសេចក្តីព្រៀងរបាយការណ៍សង្ខេបស្ដីអំពីលទ្ធផលការងារសវនកម្មនៅក្នុងអគ្គនាយកដ្ឋានអន្តរប្រវេសន៍សម្រាប់ការរយៈបរិច្ឆេទឆ្នាំ2024និងបណ្ដាលឆ្នាំពាក់ព័ន្ធជូនគណៈអធិបតីនិងអង្គពិធីជ្រាបមានប្រសាសន៍នាឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍មានប្រសាសន៍ថានៅក្នុងនាមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តរប្រវេសន៍មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាអធិបតីភាពក្នុងពិធីប្រជុំឆ្លងរបាយការណ៍និងបិទកិច្ចសវនកម្មនៅអគ្គនាយកដ្ឋានអន្តរប្រវេសន៍សម្រាប់ការរយៈបរិច្ឆេទឆ្នាំ2024និងបណ្ដាលឆ្នាំពាក់ព័ន្ធស្របតាមផែនការសវនកម្មប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ឯកឧត្តមបានបន្តទៀតថាថ្នាក់ដឹកនាំទាំង8នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ត្រូវរៀបចំទុកជាពិសេសផ្ដោតសំខាន់ការគ្រប់គ្រងមន្ត្រីការកែសម្រួលទូនីតិភារកិច្ចនៃមន្ត្រីក្រមអាវ៉ាតរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ដោយផ្ដោតទៅលើកិច្ចការងារសន្តិសុខនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សង្គមផងដែរឯកឧត្តមបញ្ជាក់ថាកិច្ចការងារនេះមិនត្រឹមតែធ្វើឡើងនៅអគ្គនាយកដ្ឋានអន្តរប្រវេសន៍នោះទេគឺពាក់ព័ន្ធទៅនឹងអគ្គនាយកដ្ឋានផ្សេងដែលមានមន្ត្រីជានគរបាលជាតិចំណុះក្រសួងមហាផ្ទៃការងារកំណែទម្រង់នេះជាការពិតដែលត្រួតពិនិត្យតាំងពីដើមអាណិតចំពោះការវិភាគមុខងារដែលធ្វើឲ្យយើងសម្រួលកំណែទម្រង់ដល់តួនាទីភារកិច្ចដល់នាយកដ្ឋាននីមួយៗនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ចំពោះកិច្ចការងារនេះឯកឧត្តមបានស្នើសុំឲ្យនាយកដ្ឋានទាំង8បន្តជំរុញបន្ថែមទៀតដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះស្របតាមទូនីតិភារកិច្ចរបស់ក្រសួងមហាផ្ទៃឯកឧត្តមបន្តទៀតថាកិច្ចសវនកម្មសម្រាប់ការរយៈបរិច្ឆេទឆ្នាំ2024និងបណ្ដាឆ្នាំពាក់ព័ន្ធរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ដែលធ្វើឡើងតាំងពីខែឧសភាមកទល់នឹងពេលនេះមានរយៈពេល6ខែដែលបានបញ្ចប់ដោយរលូនស្របទៅតាមកម្មវិធីដែលពេលវេលាបានកំណត់យោងតាមរបាយការណ៍ចំពោះនាយកដ្ឋានទាំង8នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសវនកម្មឆ្នាំនេះទទួលបានការកោតសរសើរហើយកិច្ចសហការរវាងប្រតិភូសវនករនិងសវនដ្ឋានក៏បានល្អប្រសើរផងដែរនាពេលបច្ចុប្បន្ននេះដើម្បីសម្រួលការងារជាពិសេសការងារបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀតទាន់ពេលវេលានាសម័យកាលបច្ចេកវិទ្យានេះទូនីតិភារកិច្ចតាមជំនាញនិងក្រមសីលធម៌របស់មន្ត្រីអន្តរប្រវេសន៍ឯកឧត្តមមានប្រសាសន៍ថានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទាំងអស់ជាពិសេសតាមបណ្ដាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិក៏ដូចជាប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិដេជោដែលជាមន្ត្រីជួរមុខត្រូវផ្ដោតទៅលើការសិក្សាទៅលើចំណុចមួយយ៉ាងសំខាន់ដាច់ខាតត្រូវតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះគឺជាស្នូលសំខាន់មិនអាចខ្វះបានមន្ត្រីជំនាញដែលពាក់ព័ន្ធជាពិសេសមន្ត្រីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិត្រូវបន្តជំរុញជំនាញបច្ចេកទេសបច្ចេកវិទ្យានិងភាសាបន្ថែមជាងនេះទៀតដើម្បីឲ្យកាន់តែមានភាពងាយស្រួលនៅក្នុងពេលបម្រើការងារនិងឲ្យកាន់តែមានភាពឆាប់រហ័សរាល់ដំណើរចេញនិងចូលទាំងភ្ញៀវជាតិនិងអន្តរជាតិឯកឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បន្តថាជំនួសមុខនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍សូមទទួលយកនិងខិតខំប្រឹងប្រែងបន្ថែមទៀតដោយយកចិត្តទុកដាក់ខ្ពស់ធ្វើការពិនិត្យកែលម្អដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឱកាសនេះឯកឧត្តមសូមថ្លែងអំណរគុណដល់ប្រតិភូសវនកម្មដែលដឹកនាំដោយឯកឧត្តមសេនីយ៍ឯកងួនស្រេងអគ្គនាយកសវនកម្មព្រមទាំងសហការីដែលបានចុះមកបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ធ្វើឲ្យដំណើរការសវនកម្មនៅអគ្គនាយកដ្ឋានអន្តរប្រវេសន៍ទទួលបានលទ្ធផលល្អប្រសើរជាកិច្ចបញ្ចប់ឯកឧត្តមសេនីយ៍ឯកងួនស្រេងអគ្គនាយកសវនកម្មផ្ទៃក្នុងបានថ្លែងអំណរគុណចំពោះឯកឧត្តមសេនីយ៍ឯកអគ្គនាយកអន្តរប្រវេសន៍
និងឯកឧត្តមលោកជំទាវអគ្គនាយករងព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ទាំងអស់និងមន្ត្រីជំនាញដែលបានផ្ដល់កិច្ចសហការល្អដល់គណៈប្រតិភូសវនកម្មផ្ទៃក្នុងនាពេលកន្លងមកទើបធ្វើឲ្យកិច្ចសវនកម្មបានបញ្ចប់និងសម្រេចបាននៅរបាយការណ៍លទ្ធផលសវនកម្មគួរឲ្យកត់សម្គាល់ដែលមានការប្រជុំឆ្លងនិងបានឯកភាពទទួលយកនៅលទ្ធផលទាំងនេះសម្រាប់ធ្វើការកែលម្អនាឆ្នាំបន្តទៀត